คริสต์มาสឆ្នាំនេះអត់បានទៅណាឆ្ងាយទេនៅធំពេញនឹងរយៈពេលពេញមួយឆ្នាំនេះខំប្រឹងធ្វើការហត់មែនតើហើយចុងឆ្នាំអត់មានកដោលើកទឹកចិត្តខ្លួនឯងធំដុំអីទេប៉ុន្តែបានហាននេះគាត់ជួនមកសម្រាប់លំហែកាយពេញមួយថ្ងៃនៅហូថែលមួយកន្លែងម្ដងវាមានឯករាជ្យកន្លែងមួយនេះទើបតែបើកថ្មីទេបងអូនហើយការរៀបចំស្អាតមែនតើខ្ញុំមកដល់រៀងផឹកដែរហើយអត់ទាន់បានញ៉ាំអីទេអញ្ចឹងហើយក៏ឡើងទៅ Sky Bar ញ៉ាំ breakfast តិចបាយសោកកាទៀវសឹងរាល់ថ្ងៃហើយថ្ងៃនេះសូម breakfast បែបអឺរ៉ុបម្ដងហើយអាកាសស្រស់ស្រាយស្រឡះមុខស្រឡះមាត់មែនតើហើយគាត់មានអាំងហែទឹកនៅលើ rooftop ទៀតតែចាំល្ងាចចាំមកហែឥឡូវយើងមកមើលការរៀបចំបន្ទប់ខាងក្នុងទាំងអស់គ្នាបងអូនខាងអូតែគេយកចិត្តទុកដាក់នឹងខ្ញុំមែនតើដាក់បន្ទប់មកឡើងត្រូវចិត្តឃើញ view វាមានឯករាជ្យស្អាតខ្លាំងមាន welcome card ហើយនឹង appetizer ឲ្យញ៉ាំមួយចាននិយាយទៅសេវាកម្មទទួលរាក់ទាក់កក់ក្ដៅមែនតើការរៀបចំបន្ទប់ស្អាត clean បែប minimalist មានអនាម័យល្អបំពាក់បរិក្ខារគ្រប់មុខគ្រប់ម៉ាត់ឲ្យភ្ញៀវខ្វះកន្លែងណាទេគាត់ដឹងថាខ្ញុំទៅជាលក្ខណៈ couple រៀបចំផ្កាកន្លាបផ្កាអីនៅលើពូកឡើង romantic នេះខ្ញុំចូលទៅ surprise ខ្លាំងហ្មងបន្ទប់ទឹកទំនើបខ្លាំងណាស់ប្រគុណមាន sensor បើកអូតូមានទឹកក្តៅទឹកត្រជាក់សាប៊ូម៉ាសាមកដល់យ៉ាងអស់កន្លងដែរមួយទឹកឲ្យត្រជាក់ខ្លួនអង្គុយមើលទូទាស់ញ៉ាំអីលេងសិនចឹងកន្លែងគាត់មាន gym ទៀតឧបករណ៍មានច្រើនគួរសមហើយខ្ញុំហាត់ប្រាណរាល់ថ្ងៃអត់ដែលខកខានទេថ្ងៃនេះឆ្លៀតហាត់បាន1ម៉ោងដែរហាត់តិចក្តីច្រើនក្តីឲ្យតែយើងបានបញ្ចេញសុខភាពយើងល្អហើយហូថែលប្រកបក៏មាន working space ហើយនឹងបន្ទប់ប្រជុំដែរងាយស្រួលមែនតើសម្រាប់បងអូនមក work trip នៅពេញហាត់ប្រាណហើយថ្ងៃលិចល្មមហែទឹកមើលទេសភាពថ្ងៃលិច golden hour អញ្ចេះហាត់ស្អាតខ្លាំងណាស់ The best Christmas gift កន្លែងនេះឈ្មោះថា Basak Signature Hotel and Residence មិនថាជា Christmas ឆ្លងឆ្នាំ anniversary ឬក៏កម្មវិធីអីពិសេសផ្សេងៗបងអូនអាចអញ្ជើញមកស្នាក់នៅលំហែកាយនៅនេះបានជួបគ្នានៅ Vertigo Sky Bar នៅវីដេអូក្រោយទៀតណាអរគុណច្រើន